Ngàyនេះវិចបាយទៅធ្វើការបងអូនធ្វើប្លុកវិចបាយទៅធ្វើការអញ្ចឹងណាហើយខ្ញុំដាក់មកប្រអប់កន្ទួចនេះគឺខ្ញុំសម្រាប់ញ៉ាំខ្លួនឯងអញ្ចឹងទៅកុំឲ្យតែខ្ញុំថតដើរលេងសប្បាយពេកបងអូនធ្វើការម្ដងមើលឲ្យរៀងមើលដើរលេងសប្បាយឥឡូវនេះចាប់ផ្ដើមធ្វើការហើយបងអូនអើយនេះប្លុកដែលខ្ញុំកាត់គឺខ្ញុំធ្វើបាយសាច់មាន់ចាសាច់មាន់អាំងហើយនឹងម៉ត់នេះគឺស៊ីងបងអូនខ្ញុំចូលចិត្តច្រាំវាម៉ត់ចឹងហើយយើងឆាមួយពងទាចឹងណាខ្ញុំចូលចិត្តមែនតើឥឡូវហ្នឹងគឺខ្ញុំដាក់អឺស៊ីងនឹងបាយសាច់មាន់ចឹងណាហើយបន្ទាប់មកគឺខ្ញុំដាក់ទឹកត្រីផ្អែមពីលើតិចទៅចាព្រោះអីសាច់មាន់នេះខ្ញុំប្រឡាក់យកមកវាអត់ចូលជាតិខ្លាំងឯចាគឺព្រោះឲ្យខ្ញុំទុកជ្រលក់ជាមួយនឹងទឹកត្រីផ្អែមរបស់ខ្ញុំធ្វើទុកដាក់មួយកែវចឹងទៅដាក់នឹងទូទៅគឺយើងអាចញ៉ាំបានទេបងអូនហើយមានរសជាតិឆ្ងាញ់មែនទែនប្តីខ្ញុំក៏ថាដែរឆ្ងាញ់ទឹកត្រីផ្អែមនេះចឹងណាត្រូវប៉ក់តែម្ដងចាជ្រលក់ជាមួយនឹងសាច់មាន់ណានេះបាយសាច់មាន់ជាមួយស៊ីងឆារបស់ខ្ញុំបងអូនស៊ីងឆារៀងម៉ត់ទេខ្ញុំចូលចិត្តដាក់ទាំងមូលពេលយើងញ៉ាំប៉ះស៊ីងទៅវាប្រៃខ្លាំងពេកចឹងណាបើខ្ញុំច្រាំចេះឲ្យយើងលាយគ្រឿងលាយអីទៅមកមុំចឹងទៅឥឡូវនេះខ្ញុំចាប់ដើមបិទប្រអប់ហើយរៀបចំដាក់នឹងចូលកតាបដែលខ្ញុំទៅធ្វើការចឹងណាហើយកន្លែងធ្វើការខ្ញុំហ្នឹងគេអត់តម្រូវឲ្យយើងថតទេចាហើយឥឡូវនេះគឺខ្ញុំថតទៅពេលដែលខ្ញុំរៀបចំទៅធ្វើការចឹងទៅបងអូនចាដាក់នឹងប្រអប់យើងមកកតាបយើងមកចាគឺរួចជាការស្រេចចឹងទៅហើយកន្លែងខ្ញុំធ្វើការនេះគឺបិទមុខឡើងចិត្តបងអូនឃើញដល់ភ្នែកទេហើយពាក់វ៉ែនតាទៀតចឹងណាពួកអីកន្លែងហ្នឹងគេធ្វើអនាម័យចឹងទៅពួកអីកន្លែងសាច់មាន់ចាហើយឥឡូវនេះគឺខ្ញុំចាប់ផ្ដើមដាំទឹកចាបងអូនខ្លះក៏ដឹងចឹងណាថាឥឡូវវាចូលខែត្រជាក់ឲ្យបងអូននៅខាងក្រៅត្រជាក់មែនទេឡើងដល់ថ្នាក់កកចឹងណាហើយយើងអត់មានអីត្រូវផឹកទឹកត្រជាក់ទៀតទេចាយើងត្រូវផឹកទឹកក្តៅចឹងទៅហើយកន្លែងធ្វើការខ្ញុំក៏ត្រជាក់ដែរបងអូនត្រជាក់ខ្លាំងមែនទែនហើយឥឡូវនេះគឺខ្ញុំចាប់ផ្ដើមដាំទឹកហើយដាក់តែមកកញ្ចប់ទៅហើយដាក់នឹងកំប៉ុងហ្នឹងទៅចេញវាធ្វើការឬក៏សម្រាប់បានតិចតួចគឺយើងញ៉ាំតិចតួចចឹងទៅពួកអីនៅខាងដែលខ្ញុំធ្វើការហ្នឹងគឺត្រជាក់អញ្ចឹងយើងសម្រាប់5-10នាទីមួយផ្លេតហ្នឹងគឺយើងត្រូវផឹកទឹកក្តៅតិចតួចចឹងណាឲ្យវាក្តៅពុះអីចឹងទៅហើយឥឡូវនេះគឺខ្ញុំឆុងតាមផ្លេតទេបងអូនគឺវាពុះលឿនមែនតែនទឹកកំសៀវនេះប្តីខ្ញុំទិញឲ្យវាស្រួលដែរចាព្រឹកឡើងកាហ្វេអីចឹងទៅមួយផ្លេតបានញ៉ាំហើយឥឡូវនេះគឺខ្ញុំចាក់មុំទេអត់ចាក់ច្រើនទេចាក់ប្លុកខ្ញុំរៀបបាយទៅធ្វើការនេះក៏ត្រូវបានបញ្ចប់បាយលា follow